បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបជាមួយខ្ញុំបាទទៀតហើយថ្ងៃនេះខ្ញុំបាននាំយកវីដេអូថ្មីមួយទៀតហើយមកចែកជូនបងប្អូនទស្សនាគឺវីដេអូបង្ហាញពីវិធីបុកល្ហុងស្រុកស្រែបងប្អូនហើយគ្រឿងក្រៅអត់មានអីច្រើនទេបងប្អូនមានតែល្ហុងសាប់រួចស្រេចហើយបងប្អូនហើយនឹងម្ទេសខ្ទឹមទឹកប្រហុកបងប្អូនហើយប៊ីចេងស្ករប៉ុណ្្នឹងឯងហើយនឹងក្រូចឆ្មាបន្ទាប់ពីយើងបុកម្ទេសបុកខ្ទឹមមកហើយយើងចាប់ដើមដាក់ល្ហុងដែលយើងសាប់រួចរាល់ហើយចូលបងប្អូនហើយខ្ញុំវាឲ្យរៀងទុនសាច់ល្ហុងតិចមកហើយបន្ទាប់មកយើងចាំបាច់ក្រូចឆ្មាចូលបងប្អូនបាច់ក្រូចឆ្មាបងប្អូនចូលចិត្តជូរប៉ុណ្ណាដាក់តាមចំណង់ចំណូលចិត្តរបស់បងប្អូនណាបងប្អូនបន្ទាប់ពីយើងច្របាច់ក្រូចឆ្មារួចហើយយើងក៏ចាប់ដើមដាក់ចិត្តពេញប៉ោះចំណិតដាក់ដើម្បីយកពណ៌ស្រស់ស្អាតតិចមកបងប្អូនអានេះអាស្រ័យទៅលើបងប្អូនដែរបងប្អូនបើបងប្អូនចូលចិត្តក៏ដាក់បងប្អូនមិនចូលចិត្តក៏មិនបាច់ដាក់ទេបងប្អូនហើយបន្ទាប់មកយើងចាប់ដើមចាក់ទឹកប្រហុកចូលបងប្អូនពេញចិត្តប៉ុណ្ណាដាក់ប៉ុណ្ណឹងហើយថែមប៊ីចេងហើយនឹងស្ករសបន្តិចមកដើម្បីឲ្យវាមានរសជាតិបានតិចបានទេបងប្អូនបន្ទាប់ពីយើងដាក់គ្រឿងក្រៅរួចរាល់សាច់បាច់ហើយយើងក៏ចាប់ដើមញុំច្បល់ចុះច្បល់ឡើងញុំវាឲ្យវាលេគ្រឿងចូលជាតិគ្នាបងប្អូនបាទបន្ទាប់ពីយើងច្បល់ញុំចុះញុំឡើងរួចសាច់បាច់ហើយឃើញថារួចរាល់ហើយបងប្អូនបុកល្ហុងរបៀបស្រែមានអីច្រើនទេបងប្អូនមានតែប៉ុណ្្នឹងបាទបន្ទាប់ពីរួចរាល់ហើយយើងក៏លក់មើលឃើញថាល្មមឆ្ងាញ់ហើយក៏ចាប់ដើមចាក់ចូលចានបាទវិធីបុកល្ហុងរបៀបស្រុកស្រែមានអីច្រើនទេបងប្អូនមានតែប៉ុណ្្នឹងចាត់ទុកថារួចរាល់ហើយបងប្អូនបាទវីដេអូនេះគាត់តែចង់បង្ហាញបងប្អូនពីការបុកល្ហុងរបៀបស្រែរបស់ខ្ញុំបាទប៉ុណ្ណឹងបងប្អូនសង្ឃឹមថាបងប្អូននឹងចូលចិត្តប្រសិនបើបងប្អូនបានចូលរួមទស្សនាហើយកុំភ្លេចឲ្យមេដៃអ្នកមួយផងបងប្អូនបាទវីដេអូនេះមានតែប៉ុណ្្នឹងបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលរួមទស្សនានិងជួយគាំទ្រជារៀងរហូតមកហើយប្រសិនបើការបញ្ចូលលេខរបស់ខ្ញុំបាទលើសលួសខ្លះខាតនឹងត្រង់កន្លែងណាមិនសមរម្យអីសូមបងប្អូនខន្តីអភ័យទោសដល់រូបខ្ញុំបាទផងហើយក៏សង្ឃឹមថាបងប្អូននឹងជួយគាំទ្រនៅវីដេអូក្រោយៗជាបន្តទៀតបងប្អូនបាទសូមអរគុណនិងសូមជម្រាបលា